ជាកតិអប់រំសេចក្តីលោភលន់គឺមិនត្រូវបានឲ្យបុគ្គលណាម្នាក់កើតភាពមានបានឡើយផ្ទុយទៅវិញមានតែភាពមហន្តរាយហើយអ្វីដែលបានពីការលោភលន់នេះគឺមិនត្រូវបានគង់វង្សយូរអង្វែងឡើយវាគ្រាន់តែបានក្នុងមួយរយៈពេលខ្លីឬបណ្ដោះអាសន្នតែប៉ុណ្ណោះមានកសិករម្នាក់គាត់ចិញ្ចឹមកង្កែបណាហើយគាត់ទៅរើសពងកង្កែបរៀងរាល់ព្រឹកថ្ងៃមួយនោះគាត់ឃើញពងមួយរៀងក្រហមលឿងព្រឿងគាត់ចាប់យកមកហើយយកទៅផ្ទះទៅក៏ឃើញថាពងហ្នឹងគឺជាពងមាសសុទ្ធហើយគាត់រើសពងនឹងជារៀងរាល់ព្រឹកទៅក៏កើតខ្លាយជាអ្នកមានដោយសារតែលក់ពងកង្កែបហ្នឹងអញ្ចឹងទៅយូរទៅគាត់កើតចិត្តលោភគាត់គិតថាបើសិនជាគាត់ទៅយកកង្កែបហ្នឹងយកមកវះពោះមកគាត់នឹងបានពងទាំងអស់ហ្នឹងហើយគាត់មិនចាំបាច់រងចាំរើសដល់ផ្ទះសាជារៀងរាល់ព្រឹកទេគាត់គិតហើយគាត់ក៏ចាប់ផ្ដើមទៅយកកង្កែបហ្នឹងយកទៅវះពោះដើម្បីយកពងមាសហ្នឹងប៉ុន្តែវះទៅគឺអត់មានឃើញអីទេអត់មានឃើញពងមាសដែលដូចតែគាត់បានគិតទេ